ឥឡូវយើងដើររកកញ្ចែត្រំរបស់យើងមិនដឹងថាវានៅណាខ្លះទេតែយើងដើររកវាតាមមែកឈើព្រោះអីសត្វហ្នឹងវានៅតាមមែកឈើនេះនៅដើមព្រីងរមើលក៏អញមានវានៅគៀនលាក់ខ្លួនបងនេះឃើញមួយបងប្អូនអានឹងមេឬឈ្មោលបានមួយបងប្អូនបានមួយឥឡូវយើងរើស10ទឹកសុទ្ធដាក់វាយើងនឹងរកទៀតបានមួយមេតោះយើងដល់រកទៀតវានៅលាក់ខ្លួនគៀនយើងចែករកវាថាវានៅគៀនមែនតើបងប្អូនបើយើងមិនពិនិត្យមើលទេគឺក៏អត់ឃើញដែរអានឹងដើមតូចនឹងមានឬអត់បងប្អូនអូជួដីបងប្អូនប៉ុណ្ណាណីធំអានឹងធំឈ្មោលស្អាតអានឹងឈ្មោលបងប្អូនខុសពីអាមុនមេចង់ឲ្យវាតូចអត់មានស្នែងដូចអានឹងទេយើងយកដាក់កដុងរបស់យើងបាន2ហើយបងប្អូនបាន2យើងតែងតែជែករកវាពេលខ្លះវាជ្រុះដីទៅរកដីទៅយើងមើលឃើញអត់ទាន់ទេព្រោះឯសត្វហ្នឹងវាប៉ុនរកដីខ្លាំងបងប្អូនដើមខ្លះក៏មានដើមខ្លះក៏អត់ដែរឥឡូវដើមនេះធំបងប្អូនធំគ្រាន់តែចេញមកឃើញបងប្អូនឃើញហើយ2ប៉ុនអាណីឈ្មោលនេះឈ្មោល3មេមួយទៀតនៅលើមួយនៅលើ1 2 3ឃើញបងប្អូនឃើញចាប់វាហ្មងអានឹងកម្រហើវាទម្លាក់ខ្លួនឲ្យរកដីតែប៉ុណ្ណឹងចេញដាក់កដុងរបស់យើងញ៉ាត់ចង់ចូលទៀតណានឹងមេអត់ហើទេបងប្អូនចាំមើលខ្ញុំចាប់អានឹងដាក់ដបឲ្យខ្ញុំយកមួយទៀតអានឹងធំឈ្មោលស្ដាប់តែសលេងវាបងប្អូនអានឹងគេហៅចែត្រំស្រុកបងប្អូនហៅសត្វអីគេវិញបងប្អូន